ឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលជាក់ស្ដែងតែម្ដងអញ្ចឹងធម្មតា font default របស់វាគឺវាមានអញ្ចឹងគឺវា font ដែលមានឲ្យស្រាប់ណាអញ្ចឹងដើម្បីផ្លាស់ប្ដូរ font បានមួយយើងចាប់ផ្ដើមចុចមកឆ្វេងឲ្យជាប់ហើយ select លើវាអស់ពីឆ្វេងមកខាងលើហ្នឹងមកបន្ទាប់មកវាចេញផ្ទាំង font ឲ្យយើងមួយយើងអាចកែនៅលើហ្នឹងក៏បានយើងកែនៅខាងលើនេះក៏បានដែរនេះកន្លែងនេះគឺជា font size មានន័យថាជាកន្លែងដែលផ្លាស់ប្ដូរ font អក្សរយើងអាច scroll អស់រើមើលចេះក៏បានដោយសារតែ font ខ្ញុំច្រើនអញ្ចឹងខ្ញុំអាច search តម្ងក៏បានដែរយើងអាចបើយើងផ្លាស់ប្ដូរ keyboard ទៅជាអង់គ្លេសមកចុចវាយខ្មែរ OS មូល line អីចឹងទៅនេះពីច្រើនគេប្រើ font ហ្នឹងតែធម្មតាវាដកឃ្លីរៀងវែងអញ្ចឹងយើងអាច select លើវាម្ដងទៀតយើងរៀបចំវានៅក្នុង paragraph នេះដោយយើងចុចទាំងមួយដែលមានឈ្មោះថា line and paragraph spacing មានន័យថាជាកន្លែងដែលយើងអាចកែសម្រួលគម្លាតរវាងបន្ទាត់នីមួយៗរបស់អក្សររបស់យើងអញ្ចឹងយើងចុចកន្លែងហ្នឹងមកបន្ទាប់មកជាទូទៅគេប្រើតែ 1.0 នេះទេប៉ុន្តែវានៅតែដកឃ្លាដដែលយើងអាចដាក់ខាងក្រោមនេះគេហៅ remove space after paragraph អញ្ចឹងប៉ុណ្ណឹងចុចនៅកន្លែងនេះគេហៅថា center មានន័យថាដាក់អក្សរចំកណ្ដាល center បែបនេះហើយយើងអាចដាក់វាឲ្យទៅខាងឆ្វេងក៏បានមកខាងស្ដាំក៏បានខាងឆ្វេងក៏បានតាមចិត្តយើងអូខេហ្នឹងពាក់ព័ន្ធមួយ paragraph តិចតួចអក្សរ B នេះគឺមានន័យថា bold យើងអាចធ្វើអក្សរយើងឲ្យដិតឧទាហរណ៍ថាអញ្ចឹងពេលដែលយើងចុចលើវាអញ្ចឹងវាអាចដិតចេះវាដិតខ្លាំងអញ្ចឹងណានៅក្នុងហ្នឹងយើងអាចប្រើជាមួយនឹងករណីសំខាន់ចំណុចសំខាន់ឧទាហរណ៍ថាខ្ញុំយើងនិយាយថាបញ្ជាក់កន្លែងបញ្ជាក់មានន័យថាជាចំណុចសំខាន់អញ្ចឹងបើសិនជាយើងប្រើ font ធម្មតាវាប្រកាសជាមើលទៅរៀងស្គមខ្ញុំដាក់ font ខ្មែរបាត់ដំបងនេះដល់ពេលដែលយើងអត់ដាក់បូទេមានន័យថាដាក់អក្សរ B ដិតនឹងទេវាអត់ដិតខ្លាំងទេនេះបើយើងដាក់ទៅវាដិតខ្លាំងអញ្ចឹងមួយទៀតពាក់ព័ន្ធជាមួយនឹងអក្សរ I trade នេះគឺយើងប្រើប្រាស់វាដើម្បីឲ្យអក្សររបស់យើងរៀង trade អញ្ចឹងពេលខ្លះក្នុងករណីខ្លះយើងអាចប្រើវា trade ឬក៏អក្សរ U ដែលមានបន្ទាត់នេះមានន័យថាដាក់បន្ទាត់ពីក្រោមហើយក្នុងហ្នឹងវាមានបន្ទាត់ពីរតង់វាមានបន្ទាត់ធំវាមានបន្ទាត់ចុចតាមតម្រូវការរបស់យើងជាក់ស្ដែងហើយនឹងអក្សរ AB វះពោះនេះគឺមានន័យថាយើងឆូតចំណុចកណ្ដាលអក្សរអញ្ចឹងទៅហើយពាក់ព័ន្ធនឹងអក្សរ X ខាងក្រោមនេះពីច្រើនគេប្រើជាមួយនឹងលេខឧទាហរណ៍ថាយើងប្រើអក្សរOយើងចង់ដាក់លេខទូចនៅពីក្រោមចេះដូចជា oxygen អីចឹងទៅតាមការងារជាក់ស្ដែងប៉ុន្តែប្រហែលជាអត់ត្រូវការទេពាក់ព័ន្ធមួយ font នេះដូចគ្នាគេហៅថា font style អញ្ចឹងយើងអាចលេង style font ដែរឧទាហរណ៍ថាពេលខ្លះយើងចង់បានជាលក្ខណៈស្រមោលឧទាហរណ៍នៅលើនេះជាក់ស្ដែងហ្មងទៅយើង select ដូចគ្នាអញ្ចឹងមកដោយសារវាជាប់បូខ្ញុំដោះបូសិនបន្ទាប់មកយើងចង់លេងស្រមោលចេះលេង style ចេះប៉ុន្តែជាទូទៅយើងប្រើតែធម្មតាទេតទៀតពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ highlight អក្សរដូចលក្ខណៈប៊ិច highlight នេះយើងអាច highlight អក្សរនៅពីក្រោយចេះងាយស្រួលចំណាំអីចឹងទៅហើយពាក់ព័ន្ធជាមួយនឹងអក្សរ A នេះគេហៅថា font color អញ្ចឹងយើងអាចផ្លាស់ប្ដូរពណ៌របស់វាយើងអាចប្រើប្រាស់វាពណ៌ក្រហមពណ៌ខៀវពណ៌លឿងពណ៌សអីទៅតាមតម្រូវការរបស់យើងជាក់ស្ដែង